លោកសុសយ៉ារ៉ាលើកបញ្ហាការបំផ្លិចបំផ្លាញបេតិកភណ្ឌខ្មែរនៅវេទិកាគណៈភាគីថៃមិនឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់តបតាមការអញ្ជើញរបស់អង្គការ UNESCO លោកសុសយ៉ារ៉ាប្រធានប្រតិភូសន្និសីទអន្តរជាតិនៃបណ្ដាគណៈបកនយោបាយនៅអាស៊ីនិងក្រុមប្រឹក្សាវប្បធម៌អាស៊ី ICAPP ACC របស់គណៈបកប្រជាជនកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមថ្លែងក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក WHC លើកទី48នៅថ្ងៃទី26ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េដោយមានចូលរួមពីប្រទេសសមាជិកចំនួន162រួមទាំងអង្គការអន្តរជាតិដៃគូនិងស្ថាប័នសង្កេតការណ៍សម័យប្រជុំបានអនុម័តជាឯកច្ឆន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធតាមសេចក្តីសម្រេចចិត្តដែលបានសម្រេចនៅថ្ងៃទី28ខែកក្កដាឆ្នាំ2026ដោយមានចែងនៅក្នុងអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធនិងអនុសញ្ញាទីក្រុងប៉ារីសឆ្នាំ1970ស្តីពីវិធានការហាមឃាត់និងទប់ស្កាត់ការនាំចូលការនាំចេញនិងការផ្ទេរកម្មសិទ្ធិសម្បត្តិវប្បធម៌ដោយខុសច្បាប់និងការអនុវត្តសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ2999ឆ្នាំ2015 2253ឆ្នាំ2015និង2347ឆ្នាំ2017សម័យប្រជុំក៏បានអំពាវនាវឲ្យរដ្ឋភាគីដែលកំពុងមានជម្លោះធានានៅការការពារសម្បត្តិបេតិកភណ្ឌនិងបញ្ជាការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់គោលដៅយោធាថ្លែងក្នុងសម័យប្រជុំក្នុងនាមជាស្ថាប័នដៃគូរបស់អង្គការ UNESCO គណៈប្រតិភូបានគូសបញ្ជាក់អំពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលតម្រូវឲ្យមានការទទួលខុសត្រូវនិងការថ្កោលទោសស្របតាមច្បាប់អន្តរជាតិគណៈប្រតិភូក៏បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់អរិយធម៌និងតំបន់បេតិកភណ្ឌពិភពលោកតាមរយៈបណ្ដាញមិត្តភាពក្រុងបេតិកភណ្ឌ Ancient Sister City ដើម្បីលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជម្លោះព្រមទាំងបានជំរុញឲ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ដោយឡែកគណៈប្រតិភូថៃបានស្នើសុំឆ្លើយតបភ្លាមៗហើយប្រធានសម័យប្រជុំបានអនុញ្ញាតឲ្យថ្លែងតែ1នាទីប៉ុណ្ណោះតំណាងគណៈប្រតិភូមិនហ៊ានឆ្លើយតបដោយត្រង់ទៅលើការបំពាននិងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌដែលបង្កឡើងដោយយោធាថៃកន្លងទៅនោះទេប៉ុន្តែបានថ្លែងការពារខ្លួនថាប្រទេសថៃផ្ដោតទៅលើការការពារតំបន់ទ្រនាប់ជុំវិញតំបន់ស្នូលបេតិកភណ្ឌទាំងមូលមិនមែនតែទូកប្រាសាទមួយផ្នែកទេក្នុងន័យទាមទារថាប្រទេសថៃនៅតែមានចំណែកក្នុងការចូលរួមការពារបេតិកភណ្ឌពិភពលោកនិងបន្តសហការជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់លោកយឿនយឺតសេចក្តីសម្រេចរបស់ UNESCO គឺជាខែលការពារផ្លូវច្បាប់ដ៏រឹងមាំបន្ថែមទៀតក្នុងការប្រឆាំងនឹងអំពើរំលោភបំពានឬការប៉ុនប៉ងបំផ្លាញសម្បត្តិវប្បធម៌ជាតិពីសំណាក់កម្លាំងខាងក្រៅភ្នំពេញអ្នកតាមដានស្ថានភាពនយោបាយកម្ពុជាលោកយឿនយឺតបានគូសបញ្ជាក់ថាសេចក្តីសម្រេចរបស់ UNESCO នេះគឺជាខែលការពារច្បាប់ដ៏រឹងមាំបន្ថែមទៀតក្នុងការប្រឆាំងនឹងអំពើរំលោភបំពានឬការប៉ុនប៉ងបំផ្លាញសម្បត្តិវប្បធម៌ជាតិពីសំណាក់កម្លាំងខាងក្រៅហើយថាសេចក្តីសម្រេចនេះគឺជាជំហានដ៏មានឥទ្ធិពលមួយក្នុងការជួយជ្រោមជ្រែងសន្តិភាពនិងការអភិរក្សវប្បធម៌ពិភពលោកនៅក្នុងសម័យប្រជុំផ្លូវការនាពេលថ្មីៗនេះ
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO បានសម្រេចអនុម័តសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់សកម្មភាពបំផ្លិចបំផ្លាញបង្កការខូចខាតឬការគំរាមកំហែងដល់សម្បត្តិបេតិកភណ្ឌពិភពលោក World Heritage Sites ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធនិងសង្គ្រាមអង្គការ UNESCO បានគូសបញ្ជាក់យ៉ាងច្បាស់អំពីចំណុចគន្លឹះសំខាន់ចំនួន3ក្នុងសេចក្តីសម្រេចចិត្តនេះ 1. ការថ្កោលទោសនិងការការពារជាសកល UNESCO បានរំលឹកឡើងវិញនៅអនុសញ្ញាក្រុងឡាអេឆ្នាំ1954 Hague Convention ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធដោយបញ្ជាក់ថាសម្បត្តិបេតិកភណ្ឌពិភពលោកគឺជាមរតកដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូលរាល់ការវាយប្រហារការប្រើប្រាស់តំបន់បេតិកភណ្ឌជាសមរភូមិយោធាឬការបង្កការខូចខាតដោយចេតនានិងអចេតនាគឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ 2. ការទាមទារឲ្យមានការទទួលខុសត្រូវផ្នែកច្បាប់សេចក្តីសម្រេចចិត្តនេះបានដាក់ចេញនៅវិធានការម៉ឺងម៉ាត់ដោយតម្រូវឲ្យភាគីពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់អន្តរជាតិនិងការប៉ះប៉ូវការខូចខាតដែលបានកើតមានឡើងអង្គការ UNESCO ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមគ្នាកត់ត្រាភស្តុតាងនិងប្រមូលទិន្នន័យដើម្បីស្វែងរកយុត្តិធម៌ជូនបេតិកភណ្ឌដែលរងការបំផ្លិចបំផ្លាញ 3. សារៈសំខាន់សម្រាប់ប្រទេសកម្ពុជានិងសកលលោកសម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់មានបទពិសោធន៍ប្រវត្តិសាស្ត្រនិងតែងតែឈរមុខគេក្នុងការការពារតំបន់បេតិកភណ្ឌពិភពលោកដូចជាប្រាសាទអង្គរវត្តប្រាសាទព្រះវិហារនិងប្រាសាទកោះកេរសេចក្តីសម្រេចរបស់ UNESCO នេះគឺជាខែលការពារផ្លូវច្បាប់ដ៏រឹងមាំបន្ថែមទៀតក្នុងការប្រឆាំងនឹងអំពើរំលោភបំពានឬការប៉ុនប៉ងបំផ្លាញសម្បត្តិវប្បធម៌ជាតិពីសំណាក់កម្លាំងខាងក្រៅលោកយឿនយឺតបានបន្ថែមថាសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការ UNESCO គឺជាជំហានដ៏មានឥទ្ធិពលមួយក្នុងការជួយជ្រោមជ្រែងសន្តិភាពនិងការអភិរក្សវប្បធម៌ពិភពលោកវាជាការព្រមានយ៉ាងចាស់ដៃទៅកាន់ពិភពលោកថាវប្បធម៌និងបេតិកភណ្ឌមិនមែនជាផ្ទាំងស៊ីបនៃសង្គ្រាមឡើយហើយអ្នកដែលបំផ្លាញមរតកមនុស្សជាតិត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិជាដាច់ខាត